សូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ជឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងយ៉ូហានជំពូក12ខ24ប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាបើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេនោះក៏នៅតែមួយដដែលតែបើងាប់វិញនោះក៏បង្កើតផលជាច្រើនឡើងខគម្ពីរនេះបង្ហាញពីគោលបំណងដែលព្រះយេស៊ូវបានយាងមកផែនដីនេះព្រះអង្គមានបន្ទូលប្រៀបធៀបអំពីការសុគតនិងការរស់ឡើងវិញរបស់ទ្រង់ដោយមានបន្ទូលធៀបទៅនឹងគ្រាប់ពូជឬក៏គ្រាប់ស្រូវដើម្បីនឹងបង្ហាញនិងពន្យល់អំពីការពិតនៃសេចក្តីពិតនៅក្នុងជីវិតខាងឯព្រលឹងវិញ្ញាណតែបិទផលផ្លែពិតប្រកបកើតឡើងតាមរយៈការដែលថ្វាយខ្លួននិងចុះចូលទាំងស្រុងរួមទាំងការលះបង់ផងដែរដូចជាគ្រាប់ពូជត្រូវបានកប់ទៅក្នុងដីហើយសម្បកវាត្រូវពុកផុយមានន័យថាស្លាប់ពុកផុយឬស្លាប់នៅត្រង់ន័យនេះដើម្បីឲ្យពន្លកថ្មីរបស់វាបានដុះចេញឡើងបើដរាបណាសម្បកវាមិនបានពុកផុយទេធ្វើដូចម្ដេចដើម្បីឲ្យពន្លកថ្មីដុះចេញមកកើតហើយคล้ายជាដើមរុក្ខជាតិមួយដែលអាចបង្កើតផលផ្លែបានព្រះយេស៊ូវបានលះបង់ព្រះជន្មរបស់ទ្រង់ដើម្បីឲ្យព្រលឹងវិញ្ញាណជាច្រើនទទួលបានការសង្គ្រោះហើយការសុគតរបស់ទ្រង់មិនមែនជាទីបញ្ចប់នៃអ្វីៗនោះឡើយប៉ុន្តែជាការចាប់ផ្ដើមថ្មីគឺជាជីវិតអស់កលជានិច្ចតាមរយៈដំណឹងល្អដែលយើងទទួលហើយបង្កើតជាសេចក្តីជំនឿដោយសារព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងជីវិតរបស់យើងដូចគ្នានេះដែរនៅក្នុងខគម្ពីរនេះបានលើកទឹកចិត្តបងប្អូនហើយនឹងខ្ញុំថាអ្នកជឿត្រូវតែស្លាប់នៅក្នុងរូបកាយចាស់ឬអំពើបាបហើយរូបកាយចាស់នេះឯងបានស្លាប់ជាមួយនឹងអង្គចាស់ព្រះយេស៊ូវគ្រីស្ទហើយក៏រស់ឡើងវិញក្នុងជីវិតថ្មីជាមួយព្រះអង្គដែរដើម្បីនឹងបង្កើតផលផ្លែបានដូចជាគ្រាប់ពូជដែលអាចដុះពន្លកចេញនិងបង្កើតផលផ្លែបានលុះត្រាតែសម្បកខាងក្រៅនៃគ្រាប់ពូជនោះបានពុកផុយដើម្បីឲ្យពន្លកដុះចេញមកបានបងប្អូនហើយនៅពេលដែលអំនួតរបស់យើងមហិច្ឆតាអាត្មានិយមឬការជំពាក់ជំពិនខាងឯលោកីនេះបានស្លាប់ដូចជាគ្រាប់ពូជឬក៏បានពុកផុយដូចជាគ្រាប់ពូជនោះព្រះអាចនឹងផ្ដល់នៅជីវិតថ្មីដើម្បីនឹងបង្កើតផលផ្លែនៅក្នុងជីវិតរបស់យើងជីវិតថ្មីនេះគឺជាជីវិតដែលបង្កើតផលខាងឯវិញ្ញាណដូចជាសេចក្តីស្រឡាញ់សេចក្តីមេត្តាករុណាការអត់ធ្មត់និងការคล้ายទៅជាបណ្ដាញព្រះពរសម្រាប់អ្នកដទៃលោកីនេះតែងតែបង្រៀនឲ្យយើងស្វែងរកតម្លៃសម្រាប់ខ្លួនឯងគ្រួសារឬកិត្តិនាមរបស់ខ្លួនប៉ុន្តែនៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបានបង្រៀនយើងឲ្យចេះលះបង់រស់នៅក្នុងជីវិតមួយដែលថ្វាយសេរីល្អដល់ទ្រង់តែទុកចិត្តទ្រង់ទាំងស្រុងតែចុះចូលចំពោះទ្រង់ទាំងស្រុងដើម្បីឲ្យព្រះវិញ្ញាណរបស់ទ្រង់បានធ្វើការនៅក្នុងជីវិតរបស់យើងនិងបង្កើតផលខាងឯវិញ្ញាណយ៉ាងបរិបូរណ៍ដូច្នេះហើយរាល់ទង្វើនៃសេចក្តីស្រឡាញ់និងការលះបង់ហើយនឹងការចុះចូល
នោះនឹងធ្វើឲ្យនគររបស់ព្រះបានរីកចម្រើនឡើងតាមរយៈជីវិតរបស់យើងដូចជាគ្រាប់ពូជដែលសម្បកវាត្រូវតែពុកផុយដើម្បីឲ្យពន្លកដុះឡើងយ៉ាងដូច្នោះដែរពន្លកដ៏តូចគ្រាប់ពូជដ៏តូចគ្រាប់ពូជដែលលាក់កំបាំងបានคล้ายទៅជាដើមរុក្ខជាតិមួយយ៉ាងធំនៅពេលដែលវាលូតលាស់ហើយវានឹងคล้ายទៅជាដើមរុក្ខជាតិមួយដែលប្រកបដោយផលផ្លែដូច្នេះហើយបងប្អូនហើយយើងអាចពិចារណាហើយសួរនៅសំណួរខ្លួនឯងតើមានផ្នែកណាមួយនៃជីវិតរបស់បងប្អូនរាល់គ្នាដែលត្រូវការស្លាប់ឬក៏ពុកផុយដូចជាសម្បកនៃគ្រាប់ពូជដើម្បីឲ្យពន្លកនៃជីវិតថ្មីបានដុះឡើងដើម្បីឲ្យផលខាងឯវិញ្ញាណបានដុះឡើងតើទ្រង់សពរហាទេឲ្យអ្នករាល់គ្នាចុះចូលយ៉ាងដូចម្ដេចនៅក្នុងជីវិតសពថ្ងៃនេះសូមឲ្យយើងបានទូលថ្វាយដល់ព្រះជាមួយគ្នាព្រះអង្គចាស់ព្រះយេស៊ូវអរព្រគុណទ្រង់ដែលបង្រៀនយើងខ្ញុំអំពីការចុះចូលនិងការថ្វាយខ្លួនទាំងស្រុងដូចជាគ្រាប់ពូជដែលសម្បករបស់វាត្រូវតែពុកផុយដើម្បីឲ្យពន្លកថ្មីដើម្បីឲ្យជីវិតថ្មីបានដុះចេញមកបើសិនជាជីវិតចាស់របស់យើងខ្ញុំមិនបានស្លាប់មិនបានជាប់ឆ្កាងជាមួយនឹងព្រះអង្គទេនោះធ្វើដូចម្ដេចឲ្យជីវិតថ្មីនោះធ្វើដូចម្ដេចឲ្យផលផ្លែបានកើតឡើងបាននោះធ្វើដូចម្ដេចដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធអាចនឹងធ្វើការក្នុងជីវិតរបស់យើងបានបើសិនជាជីវិតយើងនៅតែផ្សារភ្ជាប់ជាមួយនឹងជីវិតចាស់ដោយមិនដាច់អាល័យសូមព្រះវិញ្ញាណបរិសុទ្ធព្រះចេស្តារបស់ព្រះអង្គបានកាត់ផ្ដាច់រាល់និស្ស័យនៃអំពើបាបរាល់បំណែកនៃជីវិតចាស់ឲ្យយើងស្លាប់ឲ្យយើងខ្ញុំបានស្លាប់ជារៀងរាល់ថ្ងៃនៅក្នុងជីវិតចាស់តែឲ្យយើងខ្ញុំបានរស់ឡើងវិញនៅក្នុងជីវិតថ្មីក្រោមព្រះគុណរបស់ទ្រង់ដើម្បីឲ្យព្រះបន្ទូលបានចាក់ឫសដើម្បីឲ្យព្រះបន្ទូលបានភ្លឺចែងចាំងនិងបង្កើតផលផ្លែដ៏ល្អក្នុងជីវិតរបស់យើងខ្ញុំម្នាក់ម្នាក់ព្រះអង្គចាស់សូមបន្ទាបទូលបង្គំចុះដើម្បីឲ្យព្រះអង្គបានដង្កើងឡើងនៅក្នុងរូបកាយរបស់ទូលបង្គំម្នាក់ម្នាក់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ